រឿងស្នេហ៍កូនភ្លោះណារីបងប្អូនកូនភ្លោះដែលមានមុខមាត់ដូចគ្នាបេះបិទតែចរិតខុសគ្នាដូចមេឃនិងដីថ្ងៃមួយមានបុរសសង្ហាម្នាក់ឈ្មោះវិចិត្របានមករស់នៅផ្ទះជិតខាងបង្កជាព្យុះស្នេហាក្នុងចិត្តកូនភ្លោះទាំងពីរណារីបានជួបវិចិត្រដោយចៃដន្យហើយពួកគេក៏ចាប់ផ្ដើមមានចិត្តប្រតិព័ទ្ធដូចគ្នាទៅវិញទៅមកណារ៉េតឃើញហើយក៏មិនសុខចិត្តនាងគិតថាមុខដូចគ្នាហេតុអីវិចិត្រជ្រើសរើសបងស្រីមិនជ្រើសរើសនាងណារ៉េតបានប្រើល្បិចបន្លំខ្លួនជាណារីដើម្បីទៅណាត់ជួបវិចិត្របង្កជាការភ័ន្តច្រឡំយ៉ាងធំវិចិត្រឆ្ងល់យ៉ាងខ្លាំងហេតុអីបានជាណារីដែលធ្លាប់តែស្លូតបូតស្រាប់តែប្រែជាឆ្នះដូចខ្លាបែបនេះការពិតត្រូវបានលាតត្រដាងនៅពេលដែលកូនភ្លោះទាំងពីរមកជួបគ្នានៅចំពោះមុខវិចិត្រវង្វេងអស់ហើយគេមិនដឹងថាត្រូវទៅនិយាយជាមួយម្នាក់ណាព្រោះមុខដូចគ្នាពេកបងប្អូនទាំងពីរបានចាប់ផ្ដើមសង្គ្រាមយកចាប់ធ្វើឲ្យវិចិត្រស្ដាប់ភ័យផងវិចិត្រត្រូវបង្ខំចិត្តញ៉ាំម្ហូបទាំងពីរមុខរហូតដល់ហើមពោះនិងហឹលហូរទឹកភ្នែកណារ៉េតនៅតែមិនឈប់ប្រើល្បិចនាងចង់ឲ្យវិចិត្រគិតថាណារីធ្វើម្ហូបមិនឆ្ងាញ់ទោះបីមុខដូចគ្នាតែបេះដូងវិចិត្របានដឹងថាអ្នកណាជាម្ចាស់ស្នេហ៍ពិតប្រាកដរបស់គេវិចិត្រចង់ដឹងពីចិត្តស្មោះក៏ប្រើល្បិចធ្លាក់ទឹកសាកល្បងចិត្តកូនភ្លោះទាំងពីរណារីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំណែកណារ៉េតគិតតែពីភាពកំប្លែងសប្បាយវិចិត្របានពំលាយថាគេដឹងថាអ្នកណាជាអ្នកលួចបន្លំខ្លួននិងអ្នកណាដែលមានចិត្តស្មោះវិចិត្របានជ្រើសរើសណារីព្រោះស្នេហាកើតចេញពីចិត្តគំនិតមិនមែនត្រឹមតែរូបរាងឡើយណារ៉េតបានរៀនសូត្រថាការដណ្ដើមរបស់គេមិនដែលនាំមកនូវសុភមង្គលពិតប្រាកដឡើយសេចក្តីស្រឡាញ់បងប្អូនមានតម្លៃជាងអ្វីទាំងអស់ណារ៉េតក៏សុខចិត្តចោះចាញ់ដោយរីករាយទីបំផុតណារ៉េតក៏បានជួបគូប្រេងដែលស័ក្តិសមនឹងចរិតរបស់នាងដែររឿងនេះបញ្ជាក់ថាភាពស្មោះត្រង់និងចរិតលក្ខណៈពិតគឺជាគន្លឹះនៃស្នេហាដ៏យូរអង្វែង